ទូរស័ព្ទដៃដែលប្រើឆាប់ពេញបងប្អូនបាទក៏ដូចជាអតិថិជនដែលគាត់មានទំហំ G memory តូចហើយថ្ងៃនេះខ្ញុំទទួលបាន iPhone 12 Pro Max បាទក៏ដូចជា iPhone 11 Pro Max បាទ iPhone XS Max បាទរហូតដល់3ដើមអញ្ចឹងសម្រាប់ XS Max 64នេះយើងធ្វើការដំឡើងបាទទៅ 256G ហើយ11 Pro Max ក៏ដូចគ្នាបាទ64ខ្ញុំឡើងទៅ 256G ហើយដោយឡែក12 Pro Max បាទ128យើងធ្វើការដំឡើងទៅ 256G អញ្ចឹងបងប្អូនដែលមានទំហំ G memory តូចបាទឃើញវីដេអូនេះហើយបាទអាចយកមកឡើង G ឡើង memory ឲ្យធំបានបាទដាក់ឯកសារបានច្រើនហើយក្នុងនោះដែរសម្រាប់ដើមខ្លះអតិថិជនគាត់ស្ទើរថ្មបាទគាត់ក៏ផ្លាស់ប្ដូរថ្មលើអំពែពីខាងហាង VFX ដែរហើយតាក់ទងនឹងបងប្អូនដែលគាត់ចង់ឡើងស៊េរីថ្ងៃនេះខ្ញុំទទួលបាន iPhone 14 Pro Max 2ដើមបាទអតិថិជនគាត់យកមកឡើងពណ៌ថ្មីបាទពណ៌ខ្មៅនេះយើងទៅនឹងចូលទេបាទក៏ដូចជាពណ៌ក្រហមបាទពណ៌ Cherry ពណ៌ផ្ទៃមេឃបាទមានចូលស្តុកហើយដល់ឡែកម្ដងនេះអតិថិជនគាត់ឡើងពណ៌ទឹកក្រូចបាទនេះគឺបញ្ហាដែលខូចអេក្រង់បាទហើយនឹងបាទដូចគ្នា Note 10 Plus ដូចគ្នាក៏មួយផ្លាស់ប្ដូរអេក្រង់ OLED បាទនឹងម្ដងទៀតយើងធ្វើការផ្លាស់ប្ដូរជាប្រភេទអេក្រង់ CinemaSin បាទខ្ញុំក៏ទទួលបានអតិថិជនគាត់ដាក់ខ្ចប់ផ្ញើមកពីតាមដាខេត្តបាទផ្ញើមកជួសជុលហើយនេះគឺបាទសម្រាប់ model Pixel បាទអតិថិជនគាត់ផ្ញើមកផ្លាស់ប្ដូរអេក្រង់ OLED បាទហើយសម្រាប់បាទការងារបន្ទាប់បាទក៏បញ្ហាដែលខូចអេក្រង់ដែរបាទស៊េរីចាស់មែនប៉ុន្តែបែកខ្នងបាទខូចថ្មហើយអតិថិជនក៏គាត់នៅតែយកមកផ្លាស់ប្ដូរបាទស្រឡាញ់នឹងហើយអញ្ចឹង Note 9យើងធ្វើការផ្លាស់ប្ដូរអេក្រង់ Incel បាទតែថៃជូនមកស្អាតហើយយើងដូរថ្មបាទហើយនឹងខ្នងជូនគាត់ផងដែរនេះគឺបញ្ហាដែលឆេះរលត់បាទ iPhone XS Max បែកខ្នងបាទក៏ឆេះរលត់ដូចគ្នា iPhone 11 Pro Max បញ្ហាដែលចូលទឹកបាទឆ្លងសនំសាផ្នែកខាងក្រោមនិង sensor upload ផ្នែកខាងលើបងប្អូនបាទនេះយើងជួសជុលហើយយើងតេស្តបាទមកស្អាតចាប់ចូលបាទក៏ធានាជួអតិថិជនដែរបាទនេះក៏បញ្ហាដែលចូលទឹកដែរបាទហើយចុចគឺ slow អានេះខ្ញុំខាគុណនឹង2បងប្អូនហើយនៅ slow ទៀត iPhone 11 Pro Max បែកខ្នងបាទអតិថិជនក៏គាត់ដូរថ្មមកក្របដែរបាទប្រភេទថ្ម Silver Pair ហើយទាំងអស់នេះគឺបាទការងារជួសជុលប្រចាំថ្ងៃទី24បាទខែ8បាទនេះគឺ iPhone 12 Pro Max បាទអតិថិជនគាត់យកមកផ្លាស់ប្ដូរប្រភេទថ្ម Silver Pair បាទក៏ដូចជា XS Max បាទយើងធ្វើការផ្លាស់ប្ដូរទូថ្មីបាទដូរថ្មមកក្របបាទនេះគឺ11 Pro Max បាទបញ្ហាដែលចូលទឹកឆ្លងបាទ slow ហើយបញ្ហាដែលស្ទើរថ្មបាទនេះគឺ iPhone 13 Pro Max បាទយើងក៏ផ្លាស់ប្ដូរជាប្រភេទថ្ម Silver Pair ដូចគ្នាដែរបងប្អូនដោយឡែកបាទ Samsung Note 10 Plus បាទបញ្ហាដែលបែកខ្នងហើយនិងបែកកញ្ចក់ថាច់ផ្នែកខាងលើហើយនេះគឺបាទអតិថិជនក៏ដាក់ខ្ចប់ផ្ញើពីខេត្តមកបាទក៏ Samsung Note 10 Plus ដូចគ្នាហើយយើងធ្វើការផ្លាស់ប្ដូរអេក្រង់ OLED ហើយនឹងដូរកញ្ចក់ខ្នងក្រោយ